សួស្តីបងប្អូនខ្ញុំមកចាប់មហាឲ្យមីងគាត់បានចាប់ខ្លួនឯងហើយមិនតែទៅមកកណាត់ទៀតហ្នឹងក៏ខ្លាចខ្សែភ្លើងឯឆក់ផងហើយមើលជើងវាត្រឹមត្រូវអត់តែជើងអាហ្នឹងវាជើងផាន់ពូលគាត់យកជើងពូលនឹងចាប់មកមួយកង្ហាលយកខ្ញុំចេះឆ្ងល់ណាខ្ចៅនឹងមកពីណាទៅវាដោះចេញទៅនឹងខ្ចៅជើងពូលជើងពូលនៅខាងមុខផ្ទះហើយនេះខ្ញុំដោះខ្ចៅនឹងចេញដើម្បីមូលវាជើងវាពោះហ្នឹងវាត្រូវចាប់ជាប់ទៅនឹងពីដានវានៅខាងលើពោះខ្ចៅវាដែលដាក់ហ្នឹងវាត្រូវមិនខ្ចៅចេញខ្ចៅវលិចចូលខ្ចៅអូដាក់ខ្ចៅវាចេញមកខាងក្រៅហ្នឹងដាក់ម៉ូទ័រហ្នឹងអត់ចូលវាទើសព្រោះអាហ្នឹងវាជើងអាខ្មៅខ្ញុំកាន់ហ្នឹងគឺជើងម៉ូទ័រទេអញ្ចឹងមុនដោះចេញខ្ញុំវាស់ភ្លើងសិនផ្លាច់បិទបើកវិញម្ដងទៅខ្លាចមានភ្លើងចឹងខ្ញុំត្រូវវាស់សិននេះអស់ភ្លើងហើយខ្ញុំចាប់ដាំដកវានេះឃើញជើងវាហ្នឹងជើងផាន់ពូលអញ្ចឹងតែខ្ញុំត្រូវដោះជើងពូលនឹងចេញមួយទៀតហើយមកដាក់ជើងហាចូលវិញព្រោះជើងពូលសម្រាប់អំពូលដាក់ចូលជាមួយគ្នាបានអញ្ចឹងវាឆានគ្នាវាជាគ្នាទៅវិញជើងកង្ហាលហ្នឹងត្រូវមកខ្ចៅផ្លិចទៅក្នុងអបភ្លើងហ្នឹងកង្ហាលខ្លះមាន2 3ប្រភេទបងប្អូនណាវារៀងធូរថ្លៃទៅវាអត់ធ្វើឲ្យ complete ឲ្យយើងស្រួលទេព្រោះរៀងថ្លៃហ្នឹងវាធ្វើឲ្យស្រួលគ្រាន់តែលើកដាក់ហ្នឹងហើយបងប្អូនហើយជើងនេះខ្ញុំដាក់ទៅឃើញខ្ចៅដែលជាប់ពីដានហ្នឹងវាទូចឹងខ្ញុំដាក់ washer វាមួយដើម្បីទប់វាមកឲ្យវាធ្លាក់ជួនកាលយើងអាចបើកវិលទៅវាចេញតាមប្រឡោះហ្នឹងធ្លាក់ព្រោះប្រឡោះកង្ហាលហ្នឹងយើងធំដែរជើងវាហ្នឹងហើយធ្វើកង្ហាលមួយបងប្អូនខ្ញុំធ្លាក់ខ្ចៅចង់10 ដងហើយក្នុងមកកង្ហាលហ្នឹងខ្ចៅប្រហែលជាខ្ទង់ជិត20ខ្ចៅដែរនេះខ្ញុំចាប់ផ្ដើមដាក់ម៉ូទ័រវាម៉ូទ័រហ្នឹងវាមានកន្លែងធ្ពក់វាបងហើយភាគច្រើនផ្ទះខ្លះហ្នឹងមានភ្លើង2ភ្លើងមួយសម្រាប់ម៉ូទ័រភ្លើងមួយសម្រាប់ភ្លើងតែផ្ទះនេះគាត់មានតែភ្លើងតែមួយទេអញ្ចឹងទៅភ្លើងម៉ូទ័រហើយនឹងភ្លើងហ្នឹងចាប់វាច្បាច់ចូលគ្នាហ្នឹងទៅហើយចាំបជាតាមខ្សែទាញការងារខ្លះមើលទៅវាស្រួលហ្នឹងបងដល់ពេលធ្វើទៅវាស៊ីពេលយូរដោយការងារហ្នឹងអញ្ចឹងមើលស្រួលប៉ុន្តែស៊ីពេលខ្ញុំចង់2 ម៉ោងដែរគាត់ប៉ុណ្ណឹងដោយសារភ្លើងវានឹងចាប់ចូលគ្នាហើយខ្ចៅវានឹងនិយាយទៅខ្ចៅវាគៀកនឹងបដានពេលដល់ពេលវាក់មូលខ្ញុំប្រើត្រៀលហ្នឹងក៏ប្រវាក់មូលប្រើនិយាយទៅប្រើទូរវិសក៏វាក់មូលដែរពួកកង្ហាលភេទហ្នឹងហើយពួកកង្ហាលភេទហ្នឹងវារៀងប្រវាក់ដាក់វាក់អីប៉ុន្តែដល់ពេលដាក់ហើយទៅមើលឃើញស្អាតព្រោះវាមានក្របវាក្របចិត្តម៉ូទ័រហ្នឹងចិត្តframe វាហ្នឹង cover ទៅឃើញស្អាតបើម្យ៉ាងទៀតមើលទៅឃើញស្អាតដែរវាមានកដាស់មើលហ្នឹងតែខ្ញុំមិនបាច់មើលទេបងអានេះខ្ញុំដោះជើងវាចេញហ្នឹងមានខ្ចៅ4ឡើយណាសម្រាប់ដាក់សុំនៅខាងក្រៅហ្នឹងឲ្យឃើញស្អាតហ្នឹងមានខ្ចៅ2ហ្នឹងជាប់នៅហ្នឹងខ្ចៅ1ទៀតហ្នឹងយើងត្រូវដោះចេញណាខ្ចៅ2ដោះចេញខ្ចៅ2ជាប់ជាប់ហ្នឹងដើម្បីរុញទៅដល់ធ្ពក់ហ្មងហើយ2ទៀតយើងមូលវាជាប់ទៅសឹងតែមូលតែ2ក៏បានដែរបងអានេះខ្ញុំដាក់វាមូលហើយនឹងដាក់អាចារ្យពូលមុនដាក់អាចារ្យពូលដាក់ស្លាបវាសិនដាក់ស្លាបវានឹងជ្រុះខ្ចៅចង់10 ដងចុះដាក់ទៅរួចញ៉ាខ្ចៅនឹងវាអត់ឆក់វាខ្ចៅណុកពេលបងប្អូនដាក់កុំដាក់ស្លាបទៅនេះដាក់វាដូចដាក់ទល់មុខគ្នាអញ្ចឹងដើម្បីកុំឲ្យវាយល់ចុះយល់ឡើងហើយបានងាកមកយើងដាក់ខាងណារៀងបើឡើងទៅយើងដាក់ខាងនោះមួយទៀតអញ្ចឹងទៅវាអត់សូវយល់ស្លាបហាច្រើនទេគេឡើយខាងមុខធំហ្នឹងខ្ញុំដាក់ទៅខាងមុខធំព្រោះវាអំបិលធំដាក់ទៅខាងនោះទៅវាយកមកជាវាទប់បានដាក់ចឹងទៅកុំឲ្យវាទាញកាច់តែជើងក្នុងឃើញវាងាកដែរតែវាមានកន្លែងទប់វាអត់វិលខ្លាំងដូចនោះបោកវិលចុះវិលឡើងវាយើងដាក់តាម order វាហើយកន្លែងហ្នឹងបងប្អូនរត់មិនបាច់មកតឹងហ្នឹងមកតឹងដៃទៅតែភាគច្រើនគេប្រើទូរវិសខ្ញុំប្រើ drill ប៉ុន្តែខ្ញុំដឹង
speed ខ្ញុំប្រើព្រោះខ្ញុំប្រើរាល់ថ្ងៃបងខ្ញុំដឹង speed អាហ្នឹងហើយចឹងខ្ញុំដាក់ជើងពូលមានខ្សែពីរបងដោតតាមពណ៌វាទៅហើយរុនដោតកង្ហាលហ្នឹងយើងត្រេវាចំរុនទាញខ្សែកង្ហាលបើកភ្លើងមានខ្សែទាញត្រេវាចំរុនទៅធ្លាក់ចុះមកនេះខ្ញុំប្រុងដាក់ខ្សែនេះចូលតែមើលចូលមួយឡើងខ្ញុំដាក់ពូលសិនខ្ញុំធ្លាក់ខ្សែក្រោយស្រួលជាងមកកង្ហាលធ្វើប្របាក់ដាក់ជាគេកន្លែងជើងពូលណាបងវាខ្ចៅវាទូចហើយទៀបរុញតែខ្ញុំប្រើត្រៀលក្បាលខ្លីៗដល់ត្រូវអញ្ចឹងទៅខ្ញុំត្រូវប្រើក្បាលវែងសម្រាប់លូកទៅក្នុងហ្នឹងដូចក្បាលវាចង់មកអាមដែរហ្នឹងទៅស្រួលលូកចូលប្រឡោះដែរយើងត្រូវការមូលហ្នឹងខ្ចៅវាតែ3គ្រាប់តែចង់ស៊ីពេលស្មើនឹងតឡៅកង្ហាលទៅមូលដោយសារដាក់ទៅវាអត់ចូលដាក់ក្បាលទល់វាទៅធ្លាក់វាអត់ឆក់ទល់វាខ្ញុំឆក់ហើយតែខ្ចៅនឹងវាអត់ឆក់ចឹងទៅពិបាកឥឡូវរុញបានមួយខាងទៅមួយខាងទៀតអត់អាចពវល់វាបានព្រោះនេះយើងពវល់កម្មចដាយើងវិញមើលហបប្រឡោះវាតែឃើញចូលបើសិនជាឡើងមកដល់កម្ពស់ហ្នឹងទេមូលខ្ចៅនឹងពិបាកអត់ស្រួលទេព្រោះវាមើលឃើញចង់ឲ្យដាក់ដៃមូលទៅពិបាកឃើញខ្ញុំដើរ2 3ជុំនេះហើយយកអំពូលមកដាក់ហើយចានអំពូលហ្នឹងកមុនកញ្ចក់ទេអានេះជាប់ចឹងវាធ្វើស្រាលជាងមុនណានេះខ្ញុំដាក់ឲ្យខ្ញុំថេះវាបើកកង្ហាលថេះឲ្យភ្លើងជាពិសេសកង្ហាលខ្លាចវាវិលបោកអីចឹងណាអានេះដើរអីធម្មតាទេបងប្អូនឥឡូវហើយអរគុណច្រើនបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំផងបងប្អូនជម្រាបលាបាយបាយជួបនៅវីដេអូក្រោយ